កម្ពុជាហើយក៏បង្កើតឲ្យមានថ្នាក់គ្រប់គ្រងគ្រប់លំដាប់ថ្នាក់ចាប់តាំងពីប្រជាអធិការអនុគុណមេគុណរហូតមកដល់ប្រធានសង្ឃនៅក្នុងដំណាក់កាលនោះឥឡូវនេះការខិតខំប្រឹងប្រែងរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជធិបតីសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាបានក្លាយទៅជាគំរូវីរភាពមួយសម្រាប់ពុទ្ធសាសនិកក៏ដូចជាព្រះសង្ឃនៅទូទាំងព្រះរាជាណាចក្រកម្ពុជាការសាងទៅពោះតាំងពីវ័យកុមារឆ្លងកាត់នៅដំណាក់កាលបត់បែនស្មុគស្មាញនៅក្នុងរយៈពេលមានសង្គ្រាមហើយជាពិសេសនៅក្នុងដំណាក់កាលនៃរបបបល្ល័ង្កពុសាសន៍ប៉ុលពតពួកប៉ុលពតបានត្រឹមតែបំផ្លិចបំផ្លាញនៅព្រះពុទ្ធសាសនានិងព្រះពុទ្ធសាសនាតាមបានត្រឹមតែរូបភាពតែប៉ុណ្ណោះក៏ប៉ុន្តែពួកនេះមិនបានបំផ្លាញចោលនៅជំនឿទុកចិត្តនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋរបស់ពុទ្ធសាសនិកក៏ដូចជាជំនឿរបស់សម្ដេចព្រះសង្ឃរាជទេពវង្សនោះបានទេដូច្នេះហើយបានជាក្រោយថ្ងៃ7រំដោះ7មករា1979តាមរយៈនៃការខិតខំរួមគ្នាហើយដែលមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចព្រះសង្ឃរាជមហាព្រះសង្ឃរាជទេពវង្សរួមចំណែកជាមួយសម្ដេចបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទនៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើងបានធ្វើដំណើរជាបណ្ដាពីភាពទីខ្ទមមកកាន់ការរីកចម្រើនដូចសពថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំយល់ថាការរីកចម្រើនលើវិស័យពុទ្ធសាសនាអាចវាមានការតាក់ទងយ៉ាងជ្រាលជ្រៅជាមួយនឹងការរីកចម្រើនគ្រប់ខាងផ្នែកអាណាចក្រផងដែរដោយសារពេលវេលាខ្លីអនុញ្ញាតឲ្យខ្ញុំប្រកាសណាខ្ញុំគ្រាន់តែលើកឡើងបន្តិចតាក់ទិនជាមួយនឹងការរីកចម្រើននេះថាតើការរីកចម្រើននៃពុទ្ធសាសនាចាប់ពីបាតដៃទៅទីពីគ្មានប្រសពនិងទីអារាមហើយមករីកចម្រើនរហូតដល់សប្តាហ៍ថ្ងៃដែលមានវត្តជាង 4000 វត្តនិងប្រសង់ជាង 60000 អង្គតើមានមូលដ្ឋានអ្វីខ្លះដែលអាចធ្វើឲ្យមានការរីកចម្រើនបែបនេះខ្ញុំប្រកាសណាខ្ញុំយល់ច្បាស់ថានោះការរីកចម្រើននេះអាចបង្កើតបានជាម៉ែត្រវាស់មួយដែលសំខាន់សម្រាប់ជំនឿទុកចិត្តរបស់ពុទ្ធសាសនិកទៅលើវិស័យព្រះពុទ្ធសាសនាប្រសិនបើគ្មានជំនឿទេខ្ញុំប្រកាសណាខ្ញុំគិតថាយើងមិនមានការរីកចម្រើនដូចសពថ្ងៃនេះទេក្នុងជំនឿនេះទៀតសោតប្រសិនបើគ្មានការដឹកនាំដោយមន្ត្រីសង្ឃកាលពីអតីតកាលយើងត្រឹមតែមានប្រធានសង្ឃដែលមិនមែនជាសម្ដេចព្រះសង្ឃរាជនោះទេហើយឥឡូវនេះមានសម្ដេចព្រះមហាសង្ឃរាជបើសិនជាគ្មានការដឹកនាំត្រឹមត្រូវពិតជាមិនអាចផ្ដល់នូវជំនឿទុកចិត្តឲ្យពុទ្ធសាសនិកទាំងអស់ចូលរួមបរិច្ចាគធ្វើបុណ្យធ្វើទាននិងដើរតាមគន្លងធម៌នោះបានទេដូច្នេះការរីកចម្រើននានានៅគ្រប់ទីអារាមទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានคล้ายទៅជាម៉ែត្រវាស់ដ៏សំខាន់នៃជំនឿរបស់ពុទ្ធសាសនិកចំពោះព្រះពុទ្ធសាសនាដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជារាប់រយឆ្នាំមកហើយមួយផ្នែកទៀតការរីកចម្រើននៃវិស័យពុទ្ធសាសនាឬហៅថាជារួមវិស័យពុទ្ធចក្រក៏ជាម៉ែត្រវាស់ស្ទង់នៃការរីកចម្រើនខាងផ្នែកអាណាចក្រព្រោះថាវិស័យពុទ្ធចក្រនិងអាណាចក្រគឺជាវិស័យពីរដែលបំពេញឲ្យគ្នាទៅវិញទៅមកមិនអាចខ្វះមួយណាបានទេនៅពេលដែលអាណាចក្រមានការប្រែប្រួលក្នុងស្ថានភាពល្អវិស័យពុទ្ធចក្រក៏មានការរីកចម្រើនតាមនោះដែរ
ហើយនៅពេលដែលវិស័យអាណាចក្រមានការប្រែប្រួលច្បុកច្បល់និងឈានទៅដល់ស្ថានភាពរលំលើយដូចជាសម័យសង្គ្រាមនិងសម័យរបបបល្ល័ង្កពុសាពលពតនោះព្រះពុទ្ធសាសនាក៏ត្រូវរលំរលាយដូចគ្នានោះដែរដូច្នេះមកដល់ពេលនេះយើងអាចសន្មតបានថាការរីកចម្រើននៅក្នុងវិស័យពុទ្ធសាសនារបស់យើងគឺមិនអាចកាត់ផ្ដាច់បានពីការឈានឡើងមិនជោគជ័យនៃផ្នែកអាណាចក្ររួមមានជីវភាពសេដ្ឋកិច្ចសង្គមការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋហើយនោះហើយគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការរីកចម្រើននៃវិស័យពុទ្ធសាសនាដែលប្រសង់មានទាំងចង្ហាន់មិនត្រឹមតែមានទាំងចង្ហាន់ទេទីអារាមនានាក៏ត្រូវបានកសាងឡើងរីកដុះដាលពីតែប្រមាណឆ្នាំក្រំតែ27ឆ្នាំយើងបានកសាងឡើងវិញនៅទីអារាមនៅទូទាំងប្រជាជាតិណាចក្រកម្ពុជាមានចំនួនច្រើនពេលមុននិងស្កឹមស្កៃជាងពេលមុនទៀតផងនៅមាននិស័យនៅមានផ្នែកដទៃទៀតដែលអាចវាស់ស្ទង់បានហើយខ្ញុំប្រកាសណាខ្ញុំសូមក្នុងឱកាសនេះសូមថ្លែងនៅអំណរព្រគុណនិងអបអំណរព្រគុណចំពោះព្រះរាជាគណៈទើបថ្នាក់ប្រសង់នៅទូទាំងប្រជាជាតិណាចក្រកម្ពុជាដែលបានផ្ដល់នូវការគ្រប់គ្រងចំពោះសម្ដេចព្រះមហាសង្ឃរាជទេពវង្សក៏ដូចជាព្រះរាជាគណៈគ្រប់ថ្នាក់ទាំងព្រះមេគុណព្រះអនុគុណព្រះចៅអធិការគ្រប់វត្តដែលបានផ្ដល់នូវការគ្រប់គ្រងនិងជំនឿទុកចិត្តចំពោះការដឹកនាំរបស់សម្ដេចព្រះសង្ឃរាជទេពវង្សខ្ញុំប្រកាសណាខ្ញុំក៏សូមយកឱកាសនេះដើម្បីបញ្ជាក់បន្តិចថាឋានៈសម្ដេចព្រះមហាសង្ឃរាជនៃប្រជាជាតិណាចក្រកម្ពុជាកាលពី149ឆ្នាំមុននេះគឺមានឋានៈបែបនេះពិតប្រាកដនៅក្នុងប្រជាជាតិណាចក្រកម្ពុជានេះមិនមែនជាការតែងតាំងដើម្បីឆ្លើយតបជាមួយមិនគ្រាន់តែជាការឆ្លើយតបដោយសពិចសពិលនោះទេក៏ប៉ុន្តែ149ឆ្នាំមុនគឺនៅក្នុងពុទ្ធសករាជ2401នៃគ្រិស្តសករាជ1857ព្រះបាទអង្គឌួងព្រះអង្គបានតែងតាំងព្រះអង្គមើលទៀនជាសម្ដេចជាមហាសង្ឃរាជនៅក្នុងប្រជាជាតិណាចក្រកម្ពុជាហើយដែលព្រះមឋានៈជាមហាសង្ឃរាជនេះបានឆ្លងកាត់នៅដំណាក់កាល3គឺដំណាក់កាលព្រះបាទអង្គឌួងដំណាក់កាលព្រះបាទនរោត្តមនិងដំណាក់កាលព្រះបាទស៊ីសុវត្ថិហើយដែលឋានៈនោះត្រូវបានបាត់បង់នៅឆ្នាំ1913ក្នុងពុទ្ធសករាជ2447នៅពេលដែលសម្ដេចព្រះមហាសង្ឃរាជមើលទៀនបានអនិច្ចធម្មទៅឥឡូវនេះ149ឆ្នាំក្រោយសម្ដេចព្រះសង្ឃរាជទេពវង្សត្រូវបានតែងតាំងសាជាថ្មីជាសម្ដេចព្រះមហាសង្ឃរាជនៃប្រជាជាតិណាចក្រកម្ពុជាការតែងតាំងនេះទៀតសោះក៏មិនមែនគ្រាន់តែជាការតែងតាំងដើម្បីបង្ហាញអំពីការលទ្ធិការលើកឡើងនៅភាពជាបុគ្គលដែលគួរតែត្រូវបានតែងតាំងប៉ុណ្ណោះទេក៏ប៉ុន្តែការតែងតាំងក្នុងគណៈជាសម្ដេចព្រះមហាសង្ឃរាជនៃប្រជាជាតិណាចក្រកម្ពុជាក៏មានចំណែកដើម្បីឆ្លើយតបទៅជាមួយនឹងការរីកចម្រើនយ៉ាងខ្លាំងក្លានិងឥតឈប់ឈរនៅវិស័យពុទ្ធចក្ររបស់យើងដែលទាមទារឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រាន់បានត្រឹមត្រូវជាមួយនឹងការ